Ngàyនេះចូលមកមើលវីដេអូនៅក្នុងមេរៀនទី4វីដេអូទី1គឺតាក់ទងទៅនឹងម៉ោងហើយនិងនាទីម៉ោងយើងហៅថាជីនាទីយើងហៅថា 分 ឬក៏ 分 ឧទាហរណ៍今4時5分ですមានន័យថាឥឡូវនេះគឺម៉ោង4:05នាទីវីដេអូទី2តាក់ទងនឹងការសួររកម៉ោងដែលយើងមានសំណួរសួរថា今何時ですかដែលមានន័យថាឥឡូវនេះម៉ោងប៉ុន្មានហើយឧទាហរណ៍សំណួរ今何時ですかរឿងនេះមានន័យថាឥឡូវនេះម៉ោងប៉ុន្មានហើយចម្លើយ10時10分ですគឺម៉ោង10និង10នាទីវីដេអូទី3គឺតាក់ទងនឹងម៉ោងដែរប៉ុន្តែយើងបន្ថែមពាក្យថាពេលព្រឹកឬក៏ពេលរសៀលនៅពីមុខម៉ោងដែលពេលព្រឹកយើងហៅថា Gozen ហើយពេលរសៀលយើងហៅថា Gogo ឧទាហរណ៍パリは今午後5時ですគ្រានេះមានថាទីក្រុងប៉ារីសឥឡូវនេះគឺពេលរសៀលម៉ោង5វីដេអូទី4គឺតាក់ទងនឹងថ្ងៃដែលយើងប្រើជាមួយពាក្យថា Yobi ដែល Yobi ហ្នឹងគឺមានថ្ងៃច័ន្ទថ្ងៃអង្គារថ្ងៃពុធឬក៏ថ្ងៃពហុសុក្រសៅរ៍អាទិត្យឧទាហរណ៍今日は月曜日ですឃ្លានេះមានន័យថាថ្ងៃនេះគឺជាថ្ងៃច័ន្ទអញ្ចឹងក្រៅពីថ្ងៃច័ន្ទគឺមានថ្ងៃអង្គារពុធពហុសុក្រសៅរ៍អាទិត្យវីដេអូទី5គឺតាក់ទងទៅនឹងការប្រើប្រាស់តុជាទូទៅគឺយើងប្រើភ្ជាប់រវាងនាមហើយនិងនាមដែលវាមានន័យថានឹងឧទាហរណ៍休みは土曜日と日曜日ですឃ្លានេះមានន័យថាថ្ងៃជប់សម្រាកគឺថ្ងៃសៅរ៍ហើយនិងថ្ងៃអាទិត្យវីដេអូទី6គឺសួរតាក់ទងទៅនឹងថ្ងៃថាវាជាថ្ងៃអ្វីដែលមានសំណួរ何曜日ですかឧទាហរណ៍明日は何曜日ですかឃ្លានេះមានន័យថាថ្ងៃស្អែកគឺជាថ្ងៃអ្វីដែរអញ្ចឹងជាថ្ងៃច័ន្ទឬក៏ថ្ងៃអង្គារឬក៏ពុធពហុសុក្រអីចឹង